អូនស្រីទឹកនេះមកដល់ប៉ុន្មានទឹករបស់ខ្ញុំនេះអត់គិតថ្លៃទេអត់គិតថ្លៃចានេះគឺជាទូទឹកកកសប្បុរសធម៌បាទអ្នកមីងត្រូវការអាចយកបានគ្រប់ពេលអូអរគុណក្មួយស្រីអរគុណចាអ្នកមីងអរគុណហើយអេជប់សិនបាទមានការអីទៅកញ្ញាខ្ញុំមកយកទឹកបដបចាសរុប6យន់នេះក្រែងជាទូទឹកកកសប្បុរសធម៌ចានេះជាទូទឹកកកសប្បុរសធម៌តែដោយសារតែអាកាសធាតុក្តៅខ្ញុំគ្រាន់តែចង់ផ្ដល់ភាពងាយស្រួលដល់បុគ្គលិកអនាម័យតែប៉ុណ្ណោះចុះមិញនេះក្មេងប្រុសនោះមិនក៏អាចយកបានអូតែពទូទឹកកកសប្បុរសធម៌របស់ឯងគ្រាន់តែជាលេសប៉ុណ្ណោះខ្ញុំស្មានតែឯងមានចិត្តសប្បុរសធម៌ពិតប្រាកដមិនអីទេអញ្ចឹងអ្នកមីងយកមក10ទៅខ្ញុំយក3ដបកូនខ្ញុំនៅសួនច្បារកំពុងស្រេតទឹកអេត្រង់នេះមានទូទឹកកកសប្បុរសធម៌យើងមានទឹកឯតាកុំយកអីមិនយកគឺស្ដាយណាក្មួយស្រីអាចជួយដាក់ទឹកឲ្យមីងម្ដងបានអត់អ្នកមីងអាចទៅយកនៅក្នុងទូទឹកកកសប្បុរសធម៌បានក្នុងទូទឹកកកនឹងអស់ទឹកអីហាមីងឃើញក្មួយឯងរាល់ថ្ងៃដាក់ទឹកចូលរាប់សិបកេសនេះគឺជាការចំណាយច្រើនណាស់ឬក៏ក្មួយអាចដកទូទឹកកកសប្បុរសធម៌នេះចេញវិញទៅទឹកហ្នឹងប្រកាសជាអ្នកដែលមិនត្រូវការយកអស់ហើយឥឡូវមើលចុះអ្នកដែលត្រូវការគ្មានទឹកផឹកទេបងធ្វើនេះគឺហត់តទេហើយគ្មានអ្នកណាដឹងគុណទេតាមខ្ញុំថាគួរដកចេញទៅឈប់ផ្លឹកធ្វើអីអត់ជួយគ្នាទេអីអូបងស្រីអ្នកខ្ញុំជូនក្រែមលោកគឺលើកមុនពេលខ្ញុំយកម្ហូបទៅផ្ទះបងស្ទើរតែដួលសន្លប់ដោយសារក្តៅពេកបងមិនឲ្យក្រែមខ្ញុំមកដើរមកបងភ្លេចហើយអីក្មួយស្រីមីងយកអាឡុកពីផ្ទះមកឲ្យអាឡុកដាំនៅផ្ទះខ្លួនឯងផ្អែមណាស់មកជួយគ្នាយកទឹកដាក់ទូទឹកកកឲ្យពេញបាទរដូវក្តៅនេះអ្វីដែលគួរឲ្យរំភើបបំផុតមិនមែនជាបន្ទប់មានម៉ាស៊ីនត្រជាក់ទេហើយក៏មិនមែនជាទូទឹកកកដែលទុកចោលក្នុងផ្ទះនោះដែរក៏ប៉ុន្តែវាគឺជាអំពើសប្បុរសធម៌ដែលមិនបាននិយាយចេញមករវាងមនុស្សដែលមិនស្គាល់គ្នា